Hello សួស្តីអ្នកទាំងអស់គ្នាសួស្តីអបរណាស់ទាំងអស់គ្នាបាទត្រឡប់មកជួបខ្ញុំម្ដងទៀតហើយចឹងក្នុងថ្ងៃនេះដែរដូចជាគេយើងគេស្រាប់លើថាមណែដូចជាថៃថោចឹងនៅគឺខ្ញុំធ្វើការមកប្រាប់ដូចជាបងរៀនអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់ mode skin នៅក្នុង game Free Fire ចឹងណាចឹងបើគ្នាយើងណាដែលចង់ចេះចង់ដឹងតែគេធ្វើរបៀបមិនអីកុំភ្លេចការទស្សនាដល់ចាំទៅណែហើយ mode មួយដែរគឺយើងដាក់ skin នេះទាំងអស់គឺគេមើលឃើញប៉ាត់100%អ្នកទាំងអស់គ្នាខ្ញុំធានាហ្មងហ្នឹងហើយគឺគេមើលឃើញអ្នកទាំងគ្នា skin ខ្សែរំ skin mix skin យើងដូរកាយហ្នឹងគឺគេមើលឃើញពិតប្រាកដមែនអ្នកទាំងគ្នាហើយចំពោះskin កំភ្លើងអីហ្នឹងគេមើលឃើញអ្នកទាំងគ្នាតែខ្សែរំគេមើលឃើញណាខ្ញុំបញ្ជាក់ឲ្យកុំអីអ្នកគ្នាច្រឡំថាគេមើលឃើញទាំង skin ទៀតចឹងណាបើកៅយើងដូរកាយហ្នឹងគឺគេមើលឃើញប៉ិតអ្នកទាំងគ្នាហើយខ្សែរំគឺគេមើលឃើញប៉ិតហ្នឹងហើយអូខេហើយអសវីអសប្រូហ្នឹងគឺគេមើលឃើញដែរតែពេលយើងហៅគ្នាគឺគេឃើញណាអ្នកទាំងគ្នាបាទហ្នឹងហើយឡយមែនដែរហើយម៉ូដមិននឹងប៉ុណ្ណេះគឺយើងចូលលេងជាមួយគ្នាបានប៉ិតប្រកបហើយគឺបាញ់គេងាប់ប៉ិតអ្នកទាំងគ្នាដោយសារយើងមាន file ស្រាប់សេរីអញ្ចឹងណាយើងចង់ដាក់ឲ្យបាញ់គេងាប់ក៏បានដាក់ឲ្យបាញ់គេងាប់ក៏បានហើយគឺយើងសេរីតាមចិត្តហើយយើងអាចសេរី server សេរីឈ្មោះសេរីត្បូងសេរីកាក់និយាយទៅគឺយើងមាន file សេរីមួយសាតតម្រងហ្នឹងហើយអ្នកទាំងគ្នាអូខេចឹងបើគ្នាយើងណាដែលគាត់អត់ទាន់ចុច subscribe ឬក៏អត់ទាន់ចុច like ទេកុំភ្លេចការលើកដៃចុច subscribe ឬចុច like ម្នាក់មួយមកដោយសារវីដេអូនេះពិសេសមែនទែនសម្រាប់តែគ្នាយើងណាដែលគាត់ចង់ hate skin លយអញ្ចឹងណាមកសបាយលេងព្យាលឈៀលអីចឹងណាអូខេចំពោះខ្សែរំហ្នឹងគឺគ្នាយើងឃើញប៉ិតណាគ្នាទៅលេងមួយនេះអត់ hate ទេក៏ដោយគឺគេឃើញប៉ិតហ្នឹងហើយគឺណៃខ្លាំងមែនទែនម៉ូដមួយហ្នឹងផងដែរអ្នកទាំងគ្នាមែនម៉ូដមួយនេះចំនួនទី OBB 55ឯអ្នកទាំងគ្នាមិន54ទេណាគឺខ្ញុំអាប់ដេតទៅមុនឯងចឹងបើ Free Fire អាប់ដេត3ខែទៀតក៏នៅលេងការដែរនិយាយទៅលយប្រហើយចឹងអ្នកគ្នាកុំភ្លេចការចុច subscribe ឲ្យខ្ញុំម្នាក់មួយមកអ្នកទាំងគ្នាដូចជាផ្ដល់កម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូថ្មីរោម៉ូដថ្មីមកចែកជូនអ្នកគ្នា free ហ្នឹងហើយអូខេហ្នឹងហើយអ្នកទាំងគ្នាចឹងខ្ញុំអត់ចង់ឲ្យខាតពេលអ្នកទាំងគ្នាយូរទេខ្ញុំធ្វើការ review លឿនអញ្ចឹងណាអត់ចង់អូសបន្លាយពេលវេលាអ្នកទាំងគ្នាណាខ្ញុំឲ្យតែអ្នកគ្នាចូលមើលវីដេអូនេះចុច like ចុច subscribe ឲ្យខ្ញុំមកគឺអស់ចិត្តហើយបាទអូខេចឹងយើងធ្វើការចូលទៅមើលវីដេអូ review នេះការដាក់ mode តែម្ដងទៅអូខេកុំឲ្យខាតពេលវេលាអ្នកទាំងគ្នាយូរហើយទាំង Android ទាំង iOS គឺធ្វើបានប៉ិតអញ្ចឹងណាអ្នកគ្នាហើយបើយកកន្លែងណាអីអាច comment នៅក្រោមវីដេអូដើម្បីខ្ញុំកែសម្រួលឲ្យអ្នកទាំងគ្នានៅវីដេអូក្រោយអូខេតើយើងមើលពីរបៀបនៃការដាក់ mode តែម្ដងទៅបាទបាយបាយហើយឥឡូវចូលរបៀបដាក់អ្នកគ្នាឃើញអ្នកគ្នាចាំចុច link ត្រង់ comment ទៅចូល channel Telegram ខ្ញុំហើយអ្នកគ្នាចុច down វាមកនេះចុច pin proxy ហ្នឹងអ្នកគ្នាចុច upload វាមកចុច download វាមកអ្នកគ្នាតើយើង download ហើយមិនដំបូងញ៉ាចូលអាកម្មវិធីនេះវាចេញចែកអ្នកគ្នានេះវាចេញចឹងហើយចុចចូលអាសញ្ញារូបខ្សោហ្នឹងហើយអ្នកគ្នាចុចដល់លើគេចុចលើគេហ្នឹងចុចលើមួយមកឲ្យបើកវាយកឃើញអាកន្លែងហ្នឹងអត់តន់គ្រីសទេអ្នកគ្នាចុចបើកគ្រីសវាមកហើយតមកអ្នកគ្នាចុចលើអក្រមហ្នឹងចុច download នៅអាស្រុក download ហ្នឹងមកហើយចុច download វាមកអ្នកគ្នាចុចមកវា load តែយើងចុចអាមួយហ្នឹងមកចុចអាហ្នឹងមកនេះចុចអាសញ្ញាហ្នឹងមកហើយយើងចុចរួចហើយយើងចេញចូលទៅ setting ណាអ្នកគ្នាចូលទៅ setting រូបតមកនេះចូលខាងអាសញ្ញារូបកងចាក់ហ្នឹងនេះចុចទៅអាកម្មវិធីហ្នឹងមកហើយអូសទៅក្រោមស្កូលទៅក្រោមអ្នកគ្នាឃើញរូប V បတ်មួយនេះចុចទៅនេះឃើញ pin proxy គេនេះ CA ហ្នឹងអ្នកគ្នាតឡើងវាមកនេះកន្លែងហ្នឹងដាក់លេខទូរស័ព្ទអ្នកគ្នាលេខទូរស័ព្ទអ្នកគ្នាមកដាក់មកហើយចុច install វាមកនេះហើយចុច install មួយទៀតមកហើយចុចគ្រីសមកមើលចង់ឃើញអាកន្លែងហ្នឹងអ្នកគ្នាតទៅពីចុចឲ្យអ្នកគ្នាចេញឲ្យវិញមកនេះចេញអូសទៅអាសញ្ញារូបលើអាកន្លែង my iPhone ហ្នឹងនេះចុចមកអាហ្នឹងមកហើយ scroll ទៅក្រោមគេបំផុតនេះឃើញអា setting នេះអ្នកគ្នាចុចបើកកម្មវិធីហ្នឹងមកហើយបើកអា VPN យើងហ្នឹងចុចបើកវាមកតទៅពីបើករួចហើយអ្នកគ្នាចូលទៅ channel Telegram ហ្នឹងវិញមកហើយអ្នកគ្នា down mode ហ្នឹងមកនេះ down ហ្នឹងមក
ចុចsale អីចុចនៅក្រោមទៅនេះក្រោមហ្នឹងហើយអ្នកគ្នាចុច save to file មកនេះឃើញសញ្ញា save to file ហ្នឹងចុច save វាមកសម្រាប់អ្នកគ្នាអត់ឃើញអ្នកគ្នាអូសមកមើលកន្លែងហ្នឹងមកឃើញហើយចុច save to file ហ្នឹងមកគាត់ចុចលើហ្នឹងអីហើយយើង save file ហ្នឹងទុកទៅនេះយើងចុចថយសិនមកថយឲ្យដាក់ my iPhone នេះអ្នកគ្នាចុច save វាមកសម្រាប់ខ្ញុំ save រួចហើយខ្ញុំចុចអត់លើហើយអ្នកគ្នាចេញពីកន្លែងហ្នឹងចូលទៅកម្មវិធី pin proxy វាហ្នឹងអ្នកគ្នាចូលមកហើយអ្នកគ្នាមើលកន្លែងហ្នឹង Victory ចេះបានអូខេហើយប៉ុណ្ណឹង Victory ប៉ុណ្ណឹងហើយអូខេហើយតបមកអ្នកគ្នានេះចុចថយវាសិនមកនេះចូលសញ្ញារូបกระดาษឲ្យគេហ្នឹងអ្នកគ្នាចុចសញ្ញារូបกระดาษហ្នឹងហើយចុចសញ្ញា JS នេះចុចកន្លែង JS ហ្នឹងមកហើយយើង save file ដាក់មកយើងដាក់ file ដែលយើងដាក់ save ទុកក្នុងហ្នឹងទុកមិញហ្នឹងយើង save ដាក់វាមកលើចូលខ្ញុំ browser អ្នកគ្នានេះ save ដែលខ្ញុំ file ដែលខ្ញុំ save មិញហ្នឹងអ្នកគ្នាឥឡូវយើងផាសដាក់មកព្រោះផាសរួចហើយអ្នកគ្នាគ្រាន់តែទៅដាក់ key លេងទៅបានហើយអ្នកគ្នាតោះមកយើងចូល channel Telegram ខ្ញុំមិញមកកន្លែងដាក់ key នៅក្នុង channel Telegram អ្នកគ្នានេះឃើញនេះហ្នឹងអក្សររូប key ហ្នឹងអ្នកគ្នាចូល channel Telegram ទៅឃើញហើយអ្នកគ្នាគាត់ចុចចូលអាហ្នឹងមកចុចចូលអា key ហ្នឹងមកតបអ្នកគ្នាចុចចូលពេលអ្នកគ្នាចូលលេងអីអ្នកគ្នាចុចចូលអាហ្នឹងមកហើយចុចដោះ link ហ្នឹងមកនេះអ្នកគ្នាមើលតាមហ្នឹងដោះ link ហ្នឹងឲ្យបាន4ដងអ្នកគ្នាមកលេងបាននេះកន្លែងហ្នឹងដាក់ ID អ្នកគ្នាដាក់ ID ដែល account អ្នកគ្នាចង់ hack បញ្ជាក់កន្លែងដាក់ ID បើដាក់ ID ទេ account អ្នកគ្នាពងលេងទេគឺវាអត់បានទេតោះមកយើងអង្គុយដោះ key នៅឲ្យបានមកតែមិនដោះឲ្យបាន4ដងវាជោគជ័យមកយើងចូល Free Fire មកឃើញម្ដងហើយដាក់ style ROM ដាក់អីលេងទៅឌឺគេវិញហ្នឹងយើង account យើងអត់មានទៅបុកអញ្ចឹងយើងធ្វើតាមទឹកលុយយើងអញ្ចឹងណាតើបើឥឡូវខ្ញុំដោះ key នឹងបានហើយអ្នកគ្នាព្រោះបន្ទាប់ពីដោះ key នឹងបានហើយយើងចុចចេញមកហើយចូលpin proxy ហ្នឹងយើងចុចបើកអាហ្នឹងមកនេះចុចបើកអាហ្នឹងមកហើយចូល game មកចូល game មកចូល game ឃើញ mode bright នេះមកអ្នកគ្នានេះចូល game មកឥឡូវវាដាក់ mode នឹងរៀង slow តិចអ្នកគ្នានេះចុចខ្វែងនេះអេមកអ្នកគ្នាឈប់ឥឡូវយើងចេញដាក់ proxy នឹងវិញមកហើយចុចបើកវាសាមីមកតបចុចបើកវាសាមីនេះចូល game វិញមកនេះ account អីក៏មានដែរអ្នកគ្នាបាយប៉ុណ្ណឹងជួយ